សូមរំលឹកចូល subscribe ដើម្បីទទួលបានមេរៀនថ្មីៗជារៀងរាល់ Please click subscribe. You will get new creative videos every day. សួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងត្រឡប់មកជួបគ្នាវិញហើយនៅក្នុងការរៀនព្យញ្ជនៈភាសាថៃនៅក្នុងមេរៀនទី5នេះគឺខ្ញុំបានលើកយកចំនួន8ព្យញ្ជនៈមកសិក្សាបន្ថែមទៀតអញ្ចឹងយើងចាប់ផ្ដើមសិក្សាទាំងអស់គ្នានៅក្នុងព្យញ្ជនៈទី1ព្យញ្ជនៈទី1នេះគឺយើងអានថាថថងថថងអានជាភាសាខ្មែរគឺអានថាថថងថថងថងគឺយើងប្រែថាទង់ជាតិថងប្រែថាទង់ជាតិឥឡូវយើងមកមើលរបៀបនៃការសរសេរអក្សរថថងគឺទី1យើងចាប់ពីលើស្ដាំទៅលើវែងទៅលើហើយមកស្ដាំវិញនេះគឺជាអក្សរថថងថថថងថថងយើងចាប់ផ្ដើមរៀនសរសេរទាំងអស់គ្នានៅអក្សរថថងចំណែកឯព្យញ្ជនៈទី2នេះគឺយើងអានថាណនូណនូអានជាភាសាខ្មែរគឺអានថាណនូណនូនូគឺប្រែថាកណ្ដុរសត្វកណ្ដុរនូប្រែថាសត្វកណ្ដុរយើងមើលលំនាំនៃការសរសេរអក្សរណនូគឺទី1យើងគួចមកក្រោមលើគួចទៅលើវិញនេះគឺជាលំនាំនៃការសរសេរអក្សរណនូមួយទៀតណនូណនូនេះគឺលំនាំនៃការសរសេរអក្សរណនូអញ្ចឹងយើងចាប់ផ្ដើមទៅមួយទៀតគឺអក្សរបនេះគឺយើងអានថាអក្សរបបៃម៉ាយបបៃម៉ាយយើងអានជាភាសាខ្មែរគឺបបៃម៉ាយបបៃម៉ាយបៃម៉ាយគឺយើងប្រែថាស្លឹកឈើបៃម៉ាយប្រែថាស្លឹកឈើហើយយើងមកមើលលំនាំនៃការសរសេរអក្សរបបៃម៉ាយគឺទី1យើងគួចមកស្ដាំហើយទៅលើបបៃម៉ាយមកគួចស្ដាំទៅលើបបៃម៉ាយយើងទៅព្យញ្ជនៈមួយទៀតគឺអក្សរពផ្លាយើងអានថាពផ្លាផ្លាអានជាភាសាខ្មែរគឺពផ្លាផ្លាផ្លាគឺយើងប្រែថាត្រីផ្លាប្រែថាសត្វត្រីយើងមើលលំនាំនៃការសរសេរអក្សរពផ្លាគឺស្រដៀងទៅនឹងអក្សរបបៃម៉ាយដែរគឺគ្រាន់តែទាញឲ្យវែងជាងគ្នាបន្តិចចាប់ដើមសរសេរគឺពផ្លាគួចស្ដាំទៅលើពផ្លាគួចមកក្រោមស្ដាំទៅលើពផ្លាមកគួចតាមពផ្លាប្រែថាស្ត្រីតយើងបន្តទៅព្យញ្ជនៈមួយទៀតគឺអក្សរផភឹងអានជាភាសាខ្មែរយើងអានថាផភឹងភឹងគឺយើងប្រែថាឃ្មុំភឹងប្រែថាសត្វឃ្មុំ
ភឹងប្រែថាសត្វឃ្មុំយើងមកមើលលំនាំនៃការសរសេរអក្សរផភឹងគឺទី1គួចមកក្រោមទៅលើក្រោមទៅលើអក្សរផភឹង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 ប្រែថាសត្វឃ្មុំយើងទៅភ្ជាប់ឈ្នះមួយទៀតគឺអក្សរហ្វហ្វាហ្វហ្វាហ្វហ្វាអានជាភាសាខ្មែរគឺហ្វហ្វាហ្វហ្វាហ្វាគឺប្រែថាគម្របហ្វាមកគម្របឆ្នាំងហ្វាប្រែថាគម្របលំនាំនៃការសរសេរអក្សរហ្វហ្វាគឺដូចស្រដៀងសំទោសស្រដៀងទៅនឹងផភឹងដែរគឺចាប់ដំបូងឡើយគឺគួចទៅលើមកក្រោមហើយទាញឲ្យសក់វិញទៅមួយទៀតផហ្វាហ្វានេះគឺអក្សរហ្វហ្វាយើងទៅភ្ជាប់ឈ្នះមួយទៀតគឺផផានផផានផផានយើងអានជាភាសាខ្មែរគឺផផានផផានផានគឺប្រែថាជើងពៀនផានប្រែថាជើងពៀនតែយើងរៀនអំពីលំនាំនៃការសរសេរអក្សរផផានរបស់គ្នាគឺស្រដៀងទៅនឹងផភឹងដែរប៉ុន្តែខុសបន្តិចត្រង់គួចចេញក្រៅទី1គឺគួចក្រោមឡើងលើក្រោមឡើងលើងាយស្រួលនៅក្នុងការសរសេរទេផផានផផានធ្វើម៉េចគឺយើងដាក់សក់ឲ្យស្មើកុំឲ្យខ្ពស់ជាងបន្តិចពីព្រោះអាចច្រឡំនឹងអក្សរផ្សេងមួយទៀតទៅបន្តទៀតគឺយើងចូលស្រៈចុងក្រោយនៅក្នុងមេរៀនសំទោសភ្ជាប់ជំនះចុងក្រោយនៅក្នុងមេរៀនរបស់យើងគឺ for fun for fun យើងអានជាភាសាខ្មែរគឺអានថា for fun for fun fun ប្រែថាថ្មិញ fun ប្រែថាថ្មិញលំនាំនៃការសរសេរអក្សរ for fun គឺស្រដៀងទៅនឹងផផានដែរគ្រាន់តែទាញឲ្យសក់វិញតិចតែចាប់តាមសេរបស់គ្នាទី1យើងត្រូវគួចទៅលើមកក្រោមហើយទៅលើវិញអានថា for fun for fun for fun នៅក្នុងមេរៀនទី5នេះគឺយើងរៀនចំនួន8ព្យញ្ជនៈប៉ុណ្ណឹងនៅមេរៀនទី6យើងនឹងរៀនអំពីព្យញ្ជនៈបន្តទៅទៀតដើម្បីឲ្យលោកអ្នកទទួលបាននៅមេរៀនថ្មីសូមលោកអ្នកចុច Subscribe នៅខាងក្រោម Please click subscribe โปรดคลิกที่ subscribe